តម្លៃរហូតដល់ 1000 លានបាននិយាយពីត្បូងយកឈាមក្នុងរឿងព្រេងមែននោះគុណភាពថ្មត្បូងដែលលោកឧត្តមសេនីយ៍មានប្រមូលទុកនេះពិតជាខ្ពស់មែនមើលទៅថ្ងៃនេះប្រហែលជាអាចរកចំណូលបានធំទៀតហើយលោកលេងនេះគឺជាបន្ទប់ដាក់ត្បូងសម្ងាត់របស់ខ្ញុំថ្មត្បូងនៅទីនេះអ្នកអាចជ្រើសរើសយកបាន3ដុំតាមចិត្តមិនថាវាមានតម្លៃខ្ពស់កម្រិតណាក៏ដោយខ្ញុំមានអ៊ូងមិននិយាយពាក្យពីរឡើយលោកឧត្តមសេនីយ៍មានអ៊ូងសុំទោសដែលខ្ញុំមកយឺតលោកលេងសូមណែនាំឲ្យស្គាល់នេះគឺជាលោកជើស៊ីងគាត់គឺជាអ្នកជំនាញវិតម្លៃត្បូងថ្នាក់ទី1របស់ខ្ញុំគាត់មានបទពិសោធន៍ខ្ពស់បំផុតលើរឿងត្បូងនេះពេលជ្រើសរើសថ្មត្បូងបន្តិចទៀតនេះបើមិនប្រកបក្នុងចិត្តទេនោះអាចពិចារណាយោបល់របស់គាត់ទៅប្រកបហើយស្លៀកពាក់ដូចអ្នកមិនដឹងអីសោះបែបនេះមើលមួយផ្លែតក៏ដឹងថាជាអូនតូចដែលគ្មានបទពិសោធន៍ថ្ងៃនេះជួបជាមួយខ្ញុំជើស៊ីងចាត់ទុកថាវាមានសំណាងចុះបានគ្មានបញ្ហាគ្រាន់តែពេលជ្រើសរើសបន្តិចទៀតនេះបងប្អូនប្រុសលីងហ៊ានបើកមាត់សួរខ្ញុំនៅតែអាចណែនាំគេបានខ្លះដែរជើស៊ីងថ្មត្បូងនៅក្នុងបន្ទប់ស្តុកនេះភាគច្រើនទើបតែដឹកជញ្ជូនមកដល់ថ្មីឆ្លៀតឱកាសនេះចូលពិនិត្យមើលថ្មទាំងនេះឲ្យបានល្អិតល្អន់ទៅទទួលបញ្ជាប្អូនប្រុសលីងបើឯងមិនដឹងពីរបៀបជ្រើសរើសទេអាចដើរតាមក្រោយខ្ញុំបានចាំស្ដាប់យោបល់របស់ខ្ញុំតែការត្បូងរបស់ខ្ញុំគឺរហ័សខ្លាំងណាស់បើឯងតាមមិនទាន់ក៏កុំបន្ទោសខ្ញុំឲ្យសោះបន្ទោសបានត្រឹមតែសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះសុំទោសផងខ្ញុំជ្រើសរើសរួចរាល់ហើយមិនក៏ឯងរហ័សសម្លេះខ្ញុំមិនមែនលឿនគ្រប់រឿងនោះទេថ្មត្បូងទាំងនេះគ្រប់ដណ្ដប់ដោយសម្បកថ្មមានអ្វីគួរឲ្យមើលទៅមានអារម្មណ៍ថាដុំណាបានក៏យកដុំនោះទៅមិនចាំបាច់ពិនិត្យម្ដងមួយឲ្យខាត់ពេលទេពិតជាគួរឲ្យអស់សំណើចមែនថ្មគ្រប់ដុំសុទ្ធតែត្រូវវិភាគពីសម្បកនិងលក្ខណៈរបស់វាមើលពីក្រៅក៏ដឹងថាអញវាត្រឹមតែជាអូនតូចមួយសូម្បីចំណេះដឹងមូលដ្ឋានក៏មិនដឹងដែរនោះគ្រាន់តែជារឿងសម្រាប់អ្នកប៉ុណ្ណោះតែសម្រាប់ខ្ញុំមិនចាំបាច់ធ្វើដល់ថ្នាក់នោះទេអូនតូចមុខមាត់នេះអញហ៊ានមើលងាយខ្ញុំដល់ថ្នាក់នេះផងអេបើអញពូកែខ្លាំងម្ល៉េះបើអញពូកែខ្លាំងមែនហ៊ានភ្នាល់ប្រកួតជាមួយខ្ញុំទេឲ្យប្រកួតជាមួយអញអេឈ្នះទៅក៏មិនបានអ្វីដែរហេតុអ្វីខ្ញុំត្រូវប្រកួតជាមួយអញខាត់ពេលឯងខ្ញុំថាមកពីអញខ្លាចមិនហ៊ានប្រកួតជាមួយខ្ញុំមែនទេមនុស្សកំសាកអើយលោកលីនក្នុងពេលដែលជើស៊ីងចង់បានបែបនេះលោកគួរតែប្រកួតជាមួយគាត់បន្តិចទៅទុកក៏ពូយើងបានឃើញបន្តិចដែរការប្រកួតរវាងកម្ពុជាអ្នកជំនាញត្បូងទាំងពីរផ្អែកតាមអ្វីដែលខ្ញុំបានស៊ើបអង្កេតពីលីនហ្វាន់ទោះបីជាប្រវត្តិរបស់គេស្អាតស្អំក៏ដោយតាមពាក្យចាំអារ៉ាមគាត់ក៏មានសមត្ថភាពខាងល្បែងភ្នាល់មិនធម្មតាដែរខ្ញុំចង់ដឹងណាស់រវាងគេនិងកម្ពុជាអ្នកជំនាញរបស់ខ្ញុំតើអ្នកណាម្នាក់ខ្លាំងជាងអ្នកណាមើលទៅឧត្តមសេនីយ៍មានអង្គចង់សាក់លបងខ្ញុំពីសមត្ថភាពមើលថ្មត្បូងរបស់ខ្ញុំរឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់បានក្នុងពេលដែលលោកឧត្តមសេនីយ៍បានបើកមាត់សុំតើខ្ញុំមានហេតុផលអ្វីទៅបដិសេធទៅព្រមព្រៀងបានរហ័សបែបនេះមើលទៅគេដឹងពីបំណងរបស់ខ្ញុំហើយក្មេងម្នាក់នេះមិនធម្មតាទេលោកឧត្តមសេនីយ៍មានអង្គការប្រកួតបែបនេះវាសាពេកហាក់ដូចជាមិនសូវជក់ចិត្តប៉ុន្មានទេចុះបើបន្ថែមលក្ខខណ្ឌភ្នាល់បន្តិចវិញអញហាក់បីដូចជាមានទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់តើបើមិនមានទំនុកចិត្តលើខ្លួនឯងទេនោះក៏មិនមកលេងត្បូងយកដែរមែនទេចរិតលក្ខណៈបែបនេះពិតជាត្រូវចិត្តខ្ញុំណាស់ដោយការខ្ញុំនៅក្មេងអញ្ចឹងបានអញថាទៅតើដាក់អ្វីជាដើមទុនបើខ្ញុំឈ្នះខ្ញុំចង់បង្កើតទំនាក់ទំនងជាដៃគូចំនួនដ៏យូរអង្វែងជាមួយមិនស្មានថាវាមានមហិច្ឆតាធំប៉ុណ្នេះសោះក៏ល្អដែរទោះបីជាលីងហ្វៀនមានប្រវត្តិសាមញ្ញប៉ុន្តែអំណាចនៅពីក្រោយគេគឺសម្ព័ន្ធក្រុមហ៊ុនឈីងសឹងមិនសាមញ្ញឡើយប្រសិនបើអាចតាក់ទងនឹងគេបាននោះល្បឿននៃការបង្កើនទ្រព្យសម្បត្តិរបស់ខ្ញុំច្បាស់ជាការឡើងយ៉ាងឆាប់រហ័សជាក់ជាមិនខានបានខ្ញុំយល់ព្រមតាមសំណើអ្នកប៉ុន្តែប្រសិនបើអ្នកចាញ់អ្នកត្រូវតែស្នាក់នៅទីនេះដើម្បីបម្រើការឲ្យខ្ញុំយ៉ាងហោចណាស់10ឆ្នាំតើអ្នកយល់ព្រមទេមិនបានទេមិនយុត្តិធម៌ឡើយលះបង់ពេលវេលាដល់ទៅ10ឆ្នាំវាខ្លាំងពេកហើយបងលីងហ្វានជើស៊ីងគឺជាមនុស្សចំណិតរបស់លោកឧត្តមសេនីយ៍មានអង្គឯសមត្ថភាពនៅទីនេះវិញគឺជារបស់កម្ពុជាដែលគ្មានអ្នកណាប្រៀបបានយើងមិនអាចយល់ព្រមនឹងល្បែងភ្នាល់នេះទេអូហូមើលទៅស្រីស្អាតនៅក្បែរអ្នកនេះនាងបារម្ភពីអ្នកខ្លាំងណាស់ណាបើឯងចង់សារភាពថាចាញ់ពេលនេះក៏ខ្ញុំមិនបង្ខំឯងដែរត្រូវមកប្រកួតជាមួយខ្ញុំឲ្យបានសិនស៊ីឈីកុំបារម្ភអីខ្ញុំមិនចាញ់ឡើយបានបើអញ្ចឹងយើងកំណត់រង្វាន់ល្បែងនេះតាមនឹងចុះខ្ញុំគ្មានបញ្ហាទេក្នុងកាលៈទេសៈនេះក៏កុំថាខ្ញុំធ្វើបាបអញដែរគឺធ្វើតាមច្បាប់របស់អគារអ្នកចុះប្រកួតតែមួយជុំដឹងចាញ់ឈ្នះយ៉ាងម៉េចដែរខ្ញុំយ៉ាងម៉េចក៏បានដែរតាមសម្រួលអាពើក្មេងខ្ចីគ្មានបានការចាំមើលបន្តិចទៀតថាខ្ញុំដោះស្រាយជាមួយអញយ៉ាងណាអ្នកស្ម័គ្រចិត្តបកប្រែអក្សរចិនលីជុងសឹងលោកឧត្តមសេនីយ៍មានអង្គខ្ញុំជ្រើសរើសដុំមួយនេះមើលទៅខ្ញុំប្រហែលជាវិតម្លៃគាត់ខ្ពស់ពេកហើយយុវជនម្នាក់នេះមិនសូវចេះគិតគូរតតែសោះ
ល្អិតហាក់ដូចជាអ្នកមានចិត្តអំនួតខ្លាំងណាស់ការជ្រើសរើសដោយគ្មានការពិចារណាបែបនេះមិនអាចឈ្នះជូស៊ីងបានឡើយថ្មទាំងនេះសុទ្ធតែត្រូវបានស្រោបដោយសម្បកក្រាស់បើមិនកាត់វាទេគ្មានអ្នកណាអាចដឹងថាមានអ្វីនៅខាងក្នុងនោះទេចាញ់វាឈ្នះដឹងបានលុះត្រាតែកាត់វាចេញម្យ៉ាងវិញទៀតនេះមិនមែនជាការអួតអាងទេនេះគេហៅថាភាពជឿជាក់លើខ្លួនឯងក្នុងពេលដែលអ្នកមានទំនុកចិត្តខ្លាំងបែបនេះយើងក៏គោរពការសម្រេចចិត្តរបស់អ្នកដែរចាំមើលពេលចាញ់ទៅកុំភ្លេចកិច្ចសន្យាភ្នាល់រវាងយើងឲ្យសោះលោកឧត្តមសេនីយ៍មានខ្ញុំជ្រើសរើសរួចហើយគឺដុំមួយនេះមើលទៅជូស៊ីងហាក់មានទំនុកចិត្តខ្លាំងណាស់10ចំណែកប្រហែលជាជ្រើសបានដុំថ្មល្អខ្លាំងហើយការឈ្នះការភ្នាល់មួយនេះគឺជារឿងច្បាស់កាលណាស់ហាក់ដូចជាខ្ញុំវិតម្លៃលីនហ្វានខ្ពស់ពេកហើយសមត្ថភាពត្រឹមតែប៉ុណ្ណឹងមិនអាចក្លាយជាដៃគូជំនួញរបស់ខ្ញុំបានឡើយលោកឧត្តមសេនីយ៍មានខ្ញុំជ្រើសរើសរួចរាល់ហើយក្នុងពេលដែលភាគីទាំងពីរបានកំណត់ជ្រើសរើសដុំថ្មរៀងខ្លួនហើយនោះយើងមិនបាច់បង្អង់យូរឡើយទៅកាន់តំបន់កាត់ថ្មដើម្បីបង្ហាញលទ្ធផលតែម្ដងសូមជម្រាបជូនលោកឧត្តមសេនីយ៍មានដុំថ្មដែលលោកជូស៊ីងបានជ្រើសរើសមួយនេះក្រោយពេលកាត់ចេញមកគឺជារ៉ែថ្មប្រភេទ Violet គុណភាពខ្ពស់សាច់ល្អពណ៌សុទ្ធហើយមានតម្លាភាពខ្ពស់ទៀតផងយ៉ាងម៉េចដែរលីនហ្វាននេះហើយគឺជាសមត្ថភាពរបស់ខ្ញុំដុំថ្មមួយនេះអាចកាត់ធ្វើជាកងដៃបានរាប់សិបហើយផ្លាកសញ្ញាក៏អាចយកទៅធ្វើជាខ្សែបានដែរវាពិតជាថ្មដ៏ល្អឥតខ្ចោះដែលគេអាចច្នៃធ្វើអ្វីក៏បានតម្លៃសរុបគឺយ៉ាងហោចណាស់ក៏ប្រហែល130លានដែរនេះហើយជាផលដែលអ្នកមើលងាយខ្ញុំយ៉ាងម៉េចដែរឥឡូវនេះតើអ្នកមានអ្វីចង់និយាយទៀតទេថ្មរបស់ខ្ញុំនៅមិនទាន់កាត់ផងកុំទាន់អើប្រញាប់សន្និដ្ឋានអីមិនប្រកាសថាពេលកាត់ចេញមកអាចនឹងផ្ដល់លទ្ធផលដែលអ្នកនឹកស្មានមិនដល់ក៏ថាបានអាក្មេងនេះកុំមកធ្វើជាស្ងប់ស្ងាត់អីថ្មដុំដែលលោកគ្រូចៅរបស់យើងជ្រើសរើសនេះទោះបីជាស្ថិតនៅក្នុងតំបន់រ៉ែទាំងមូលក៏ដោយក៏វាជាប្រភេទកំមកខ្លាំងណាស់ដែរផ្ទុយទៅវិញថ្មរបស់អ្នកនោះសម្បកវាហាក់ដូចជាគ្រប់ដណ្ដប់ដោយអាប់អីចឹងតើអាចល្អជាងថ្មរបស់លោកគ្រូចៅយើងទៅរួចដែរឬទេពិតមែនហ្នឹងលោកគ្រូចៅគឺជាអ្នកជំនាញវិតម្លៃត្បូងរបស់លោកឧត្តមសេនីយ៍យើងគាត់មានបទពិសោធន៍រាប់ឆ្នាំក្នុងវិស័យត្បូងពេជ្រឯងគ្រាន់តែជាក្មេងមាត់មិនទាន់អស់ក្លិនតែអាចប្រៀបធៀបជាមួយគាត់បានដោយរបៀបណាទៅចម្លែកណាស់លីនហ្វានត្រូវគេចំអកឡឡយ៉ាងនេះហេតុអ្វីបានជានៅស្ងប់ស្ងាត់បានយ៉ាងនេះទៅវិញឬមួយគាត់មានទំនុកចិត្តលើខ្លួនឯងខ្លាំងម្ល៉េះឬក៏បន្ទាប់ពីឃើញលោកចៅសឹងបើកបានត្បូងគុណភាពខ្ពស់ហើយទើបគាត់សម្រេចចិត្តបោះបង់ចោលនេះវាមិនអាចទៅរួចទេនេះវាពួកឯងនាំគ្នាភ្ញាក់ផ្អើលរឿងអីហ្នឹងទោះបីជាត្បូងរបស់វាល្អយ៉ាងណាក៏ដោយតែអាចល្អជាងត្បូងពណ៌ស្វាយរបស់ខ្ញុំដែរឬត្បូងពណ៌ស្វាយរបស់ខ្ញុំនេះចាំបាច់ត្រូវនាំគ្នាភ្ញាក់ផ្អើលដល់ថ្នាក់នេះដែរឬបិចក៏វាអាចទៅរួចយ៉ាងម៉េចទៅត្បូងថ្មរបស់គេមួយនេះក្រោយពេលកាត់ចេញមកមិនក៏អាចជាត្បូងឈាមក្នុងរឿងព្រេងនិទានទៅវិញត្បូងថ្មប្រភេទនេះរាប់រយឆ្នាំក៏ពិបាករកបានដែរបែរជាត្រូវក្មេងម្នាក់នេះរកឃើញទៅវិញលីនហ្វានម្នាក់នេះមិនសាមញ្ញមែនទាំងការមើលនិងភាពក្លាហានរបស់គេគឺខុសប្លែកពីមនុស្សធម្មតាមនុស្សដែលមានសមត្ថភាពបែបនេះខ្ញុំត្រូវតែរាប់អានឲ្យបានប្អូនប្រុសលីនពិតជាមានសមត្ថភាពខ្លាំងមែនថ្ងៃនេះធ្វើឲ្យខ្ញុំបាត់ភ្នែកធំមែនធ្វើឲ្យខ្ញុំបានឃើញថាអ្វីទៅដែលហៅថាជាទេពកោសល្យលេងត្បូងពិតប្រាកដលោកឧត្តមសេនីយ៍មានសរសើរពេកហើយគឺគ្រាន់តែជាសំណាងប៉ុណ្ណោះចាំដល់ពេលខ្ញុំត្រឡប់ទៅប្រទេសវិញនឹងមានអ្នកតាក់ទងទៅប្អូនដើម្បីជែករឿងជំនួញគ្រាន់តែស្ដាយដែលប្អូនមិនអាចនៅធ្វើការក្នុងប្រទេសមីយ៉ាន់ម៉ាបានប៉ុន្តែការបានសហការជាមួយមនុស្សពូកែដូចជាលោកខ្ញុំពិតជាទន្ទឹងរង់ចាំណាស់ជូស៊ីងខ្ញុំមិនដែលសង្ស័យលើសមត្ថភាពរបស់លោកទេគ្រាន់តែមិននឹកស្មានថានឹងបានជួបមនុស្សដែលអស្ចារ្យដូចលោកលីនទៅវិញតាំងចិត្តឡើងវិញថ្មរ៉ៃឆៅទាំងអស់នេះខ្ញុំនៅតែត្រូវពឹងលើលោកឲ្យជួយពិនិត្យមើលឲ្យខ្ញុំទៀតបាទលោកឧត្តមសេនីយ៍មានលោកលីនខ្ញុំមានរឿងមួយចង់សំណូមពរមិនដឹងថាលោកឧត្តមសេនីយ៍មានសូមលោកនិយាយមកចុះប្អូនស្រីខ្ញុំមីនសាកាលពីពេលថ្មីនេះនៅអេរ៉ានដារ៉ៃផាកានគាត់បានទិញថ្មមួយដុំទម្ងន់100តោនបានឲ្យអ្នកជំនាញជាច្រើនមើលហើយតែនៅមិនទាន់ដាច់ចិត្តសម្រេចយ៉ាងណានោះទេបានឃើញសមត្ថភាពលោកលីននៅថ្ងៃនេះនឹងជំនាញមើលត្បូងដ៏អស្ចារ្យនេះខ្ញុំចង់អញ្ជើញលោកទៅជួយពិនិត្យមើលបន្តិចដើម្បីផ្ដល់យោបល់ដល់ខ្ញុំថ្មរ៉ែត្បូងទម្ងន់100តោនថ្មរ៉ែត្បូងទម្ងន់100តោនតាំងពីចាប់ដើមមកខ្ញុំពិតជាមិនដែលបានឃើញពីមុនមកទេម្យ៉ាងទៀតការជួយលោកឧត្តមសេនីយ៍មានលើកនេះនឹងជួយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរបស់យើងបានក្នុងនៅពេលដែលលោកឧត្តមសេនីយ៍មានបានពឹងពាក់តើខ្ញុំអាចបដិសេធបានដោយរបៀបណាលោកលីនពិតជាតង់ទៅតង់មកមែនការសហការជាមួយលោកពិតជាជំរឿដ៏ត្រឹមត្រូវមួយដើម្បីជាការតបស្នងទោះបីជាលទ្ធផលយ៉ាងណាក៏ដោយគាត់នឹងផ្ដល់ជូនថ្លៃសេវាចំនួន30លានដល់លោកសូមអរគុណសម្រាប់ការទស្សនាអ្នកគឺលោកលីនហ្វានមែនទេបាទអ្នកប្រហែលជាប្អូនស្រីរបស់លោកឧត្តមសេនីយ៍មីនអាំងគឺលោកស្រីមីនសាមែនទេត្រូវហើយ
បងប្រុសខ្ញុំនិយាយថាអ្នកមានទេពកោសល្យខ្ពស់ក្នុងការមើលត្បូងព្រមទាំងបទពិសោធន៍ខាងត្បូងរកយ៉ាងក្រាស់ក្រែលថែមទាំងខ្លាំងជាងអ្នកជំនាញកម្រិតខ្ពស់របស់គាត់ទៀតផងមិនមែនទេខ្ញុំគ្រាន់តែសំណាងជាងគាត់បន្តិចបន្តួចប៉ុណ្ណោះសំណាងក៏ជាផ្នែកមួយនៃសមត្ថភាពដែរក្នុងពេលដែលបងប្រុសខ្ញុំនិយាយបែបនេះហើយខ្ញុំនឹងជឿជាក់លើអ្នកតោះយើងទៅមើលដុំធ្មេញនោះសិនទៅនេះហើយជាដុំធ្មេញនោះពួកយើងមិនទាន់សម្រេចចិត្តថានឹងត្រូវកាត់វាផ្ទាល់ឬក៏លូកវាចេញទាំងដុំនោះទេរំខានលោកលីនជួយពិនិត្យមើលឲ្យខ្ញុំផងកញ្ញាមីនសាពួកយើងបានពិភាក្សាគ្នាអស់ហើយត្បូងដុំនេះលូកវាទៅល្អជាងមិនថាមើលពីសម្បកខាងក្រៅឬក៏លទ្ធផលដែលយើងទើបតែពិនិត្យមើលអំបញ្ញមិញថ្មដុំនេះពុំមានតម្លៃអ្វីត្រូវកាត់ឡើយខ្ញុំសូមណែនាំបន្តិចចុះលោកគឺជាអនុប្រធានវិទ្យាស្ថានភូមិសាស្ត្រមីយ៉ាន់យូក៏ជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមត្បូងមីយ៉ាន់យូផងដែរសាវចិនលោកព្រឹកបរោះសាវកញ្ញាមីនសាបើអ្នកនៅតែរឹងរូសចង់កាត់វាគួរតែចាប់ផ្ដើមពីផ្នែកខាងស្ដាំគួរតែចាប់ផ្ដើមពីផ្នែក 1/7 នៃខាងស្ដាំដៃទៅល្អអ្នកយល់យ៉ាងណាដែរហ្វានក្នុងវិស័យត្បូងនៃមីយ៉ាន់យូនេះខ្ញុំក៏ជាបុគ្គលម្នាក់ដែលមានឥទ្ធិពលដែរចំណេះដឹងនិងសមត្ថភាពរបស់ខ្ញុំក៏ស្ថិតក្នុងកម្រិតកំពូលដែរតែលោកមិនគោរពយោបល់របស់ខ្ញុំសោះបែរជាទៅសួរក្មេងស្ទាវម្នាក់ទៅវិញកំពុងលេងសើចមែនទេកញ្ញាមីនសាតើយុវជនម្នាក់នេះជាអ្នកណាដែរគាត់គឺជាពាណិជ្ជករត្បូងពីប្រទេសចិនលីនហ្វានហើយគាត់ក៏មានបទពិសោធន៍ខាងត្បូងយ៉ាងក្រាស់ក្រែលផងដែរអូកំពូលអ្នកជំនាញត្បូងមកពីចិនសោះមិនដល់ថ្នាក់ជាកំពូលអ្នកជំនាញទេខ្ញុំគ្រាន់តែរៀនលេងប៉ុណ្ណោះគ្រាន់តែមានសំណាងល្អបន្តិចបន្តួចធ្វើជាអួតអាងនៅទីនេះធ្វើអីក្នុងការដែលកញ្ញាមីនសាជឿជាក់ខ្លាំងម្ល៉េះអញ្ចឹងសូមចាប់ផ្ដើមទៅថ្ងៃនេះខ្ញុំចង់ឃើញថាអ្នកឯងដែលមកពីចិនមួយនេះតែគេហៅថាជាកំពូលអ្នកជំនាញស្អីនោះពូកែដល់កម្រិតណាទៅចាំមើលទាំងអស់គ្នាគាត់ឯងគួរតែចេះបិទខ្លះទៅមើលឲ្យច្បាស់ទៅថាតើខ្ញុំខ្លាំងឬមិនខ្លាំងនោះខ្ញុំមិនដឹងទេតែយ៉ាងហោចណាស់ក៏ខ្លាំងជាងលោកដែរតិចតួចដែរក្មេងម្នាក់នេះជានរណាឲ្យពិតប្រាកដទៅហ៊ាននិយាយដាក់លោកសាវចិនបែបនេះតើគាត់មិនចង់រស់នៅក្នុងវិស័យត្បូងរកទៀតហើយមែនទេល្អល្អឥតចាំមើលថាតើឯងមានសមត្ថភាពមើលត្បូងនេះឃើញអ្វីខ្លះផ្នែកខាងលើនៃដុំថ្មនេះពិតជាអន់ខ្លាំងណាស់មិនត្រឹមតែសាច់ត្បូងមិនល្អទេថែមទាំងគ្មានតម្លាភាពទៀតហើយថែមទាំងមានស្នាមប្រេះទៀតផងប៉ុន្តែផ្នែកខាងក្រោមនេះវិញគឺខុសគ្នាកាន់តែចុះក្រោមកាន់តែល្អចំណែកនៅផ្នែកខាងក្រោមនេះវាបានឡើងដល់កម្រិតត្បូងថ្លាដូចកញ្ចក់ទៅហើយគុណភាពសាច់ថ្មទាំងមូលគឺល្អណាស់តម្លៃសរុបប្រហែលជា 2000 លានគុណភាពសាច់ថ្មទាំងមូលគឺល្អណាស់តម្លៃសរុបប្រហែលជា 2000 លានហ្វានតើថ្មដាំដុំនេះយ៉ាងម៉េចដែរចំពោះថ្មដាំដុំនេះតើអ្នកទិញវាក្នុងតម្លៃប៉ុន្មានប្រសិនបើមានគម្រោងលក់ចេញតើអ្នកចង់បានតម្លៃប៉ុន្មានក្នុងចិត្តថ្មដុំនេះខ្ញុំជីកបានពីអណ្ដូងរ៉ែរបស់ខ្ញុំផ្ទាល់បើសម្រាប់ចិត្តលក់ចេញវិញតម្លៃដែលខ្ញុំចង់បានគឺប្រហែល800 លានខ្ញុំស្មានថាអ្នកជំនាញលីនមានយោបល់អ្វីប្លែកចុះបាននិយាយទៅក៏នៅតែត្រូវលក់ចេញកន្លែងហ្នឹងកញ្ញាមីនសាប្រសិនបើលោកចង់លក់វាចេញខ្ញុំអាចជួយតាក់ទងអ្នកទិញឲ្យបានមើលទៅប្រហែលជាមានតែវិធីនេះទេបាននិយាយដូច្នេះហើយអញ្ចឹងខ្ញុំនឹងចាំបន្តិចតើខ្ញុំបានណែនាំពេលណាទៅថាឲ្យមីនសាលក់ដុំថ្មមួយនេះចេញយោបល់របស់ខ្ញុំគឺកាត់ដុំថ្មនេះចោលតែម្ដងទៅតែមិនមែនកាត់ត្រង់កន្លែងដែលសាវចិនបាននិយាយមិញនោះទេគឺត្រូវកាត់តាមខ្សែត្រង់នេះកាត់វាទៅអាក្មេងម្នាក់នេះអញដឹងទេថាថ្មដុំនេះមានន័យដូចម្ដេចប្រសិនបើកាត់ខុសមួយកាំបិតនោះថ្មដែលមានតម្លៃ800 លាននេះវានឹងគ្មានតម្លៃសូម្បីតែបន្តិចតែបើកាត់ត្រូវវិញតម្លៃរបស់វាគឺលើសពីនេះឆ្ងាយណាស់ខ្ញុំគ្រាន់តែជាអ្នកផ្ដល់យោបល់ប៉ុណ្ណោះរឿងនេះអាស្រ័យលើការសម្រេចចិត្តរបស់កញ្ញាមីនសាអាម៉ាក់ក្មេងចង្រៃតើលោកគិតថាថ្មដុំនេះគួរតែពុះវាតើលោកមានមូលដ្ឋានអ្វីទៅគ្មានមូលដ្ឋានអ្វីទេគឺគ្រាន់តែជាញាណរបស់ខ្ញុំញាណលោកគ្រាន់តែនិយាយត្រង់មកថាលោកគ្រាន់តែទីមិនងាយជាងទេនៅហ៊ានមកនិយាយពីរឿងយ៉ាងទៀតគួរឲ្យអស់សំណើចខ្លាំងណាស់កញ្ញាមីនសាតើកញ្ញារកមនុស្សបែបនេះមកពីណាប្រយ័ត្នចាញ់បោកអាពួកមកពីដាសាឲ្យសោះទេគាត់មិនអាចពឹងលើតែញៀនបានទេមើលទៅភាពស្ងប់ស្ងាត់និងទំនុកចិត្តលើមុខរបស់គាត់ចុះមិនអាចកុហកភ្នែកបានទេប្រហែលជាគាត់ប្រកាសជាមានការសម្រេចចិត្តលើដុំថ្មមួយនេះបានជាគាត់និយាយបែបនេះអ្នកនាងមីនសានេះគឺជាញៀននិងយោបល់របស់ខ្ញុំប្រសិនបើអ្នកនាងទូចង់លក់ដុំថ្មនេះមែនសូមពិចារណាលើរូបខ្ញុំមុនគេ800 លានតើអ្នកមានលទ្ធភាពបង់ដែរឬទេ800 លានតើអ្នកមានលទ្ធភាពបង់ដែរឬទេខ្ញុំមានលទ្ធភាពឬអត់វាមិនពាក់ព័ន្ធនឹងឯងទេបើគ្មានការអីទេសូមជួយមាត់បិទមាត់ទៅលីនហ្វានម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែនគ្រាន់តែរស្មីដែលបញ្ចេញមកពីខ្លួនគាត់មិនមែនជាអ្វីដែលមនុស្សធម្មតាមាននោះទេបងប្រុសអាចណែនាំគាត់ឲ្យខ្ញុំបានបញ្ជាក់ថាបុគ្គលនេះមិនធម្មតានោះទេគ្រាន់តែ800 លានសោះខ្ញុំនឹងជឿអ្នកម្ដងនេះកញ្ញានីសាសូមមេត្តាពិចារណាឲ្យបានចាំបាច់ត្រូវយកគេឈ្មោះមកប្រថុយដោយសារតែអ្នកបោកប្រាស់មកពីសាច់កាត់ទៅខាត់បងលុយ800 លាននឹងបាត់បង់អស់ហើយខ្ញុំសម្រេចចិត្តរួចហើយមិនថាលទ្ធផលយ៉ាងណាក៏ដោយប្រាក់កម្រៃប្រឹក្សារបស់អ្នកទាំងពីរនៅតែដែរប្រសិន